ស្ដេចមួយអង្គនេះបានឲ្យគេយកអ្នកទោសមកឲ្យគាត់អ្នកយាមទ្វារក៏បានយកអ្នកទោសស្រីម្នាក់មកជួបគាត់ស្ដេចក៏បានកាន់ដាវសម្ដៅទៅរនាងនៅពេលនោះប្រពន្ធរបស់ស្ដេចស្លាប់តែបែកទឹកភ្លោះកៅកូនហើយស្ដេចបំរុងនឹងសម្លាប់អ្នកទោសស្រីនឹងទៅហើយឯប្រពន្ធរបស់ស្ដេចក៏ប្រសូតបានបុត្រពីរមួយជាកូនឆ្មាឯមួយទៀតគឺជាកូនតោនៅពេលនោះស្ដេចក៏បានយកកូនទាំងពីរហ្នឹងទៅបង្ហាញប្រាប់ប្រជានារីទាំងអស់ថានេះគឺជាកូនរបស់គាត់ហើយឯបងប្អូនគេពីរនាក់ហ្នឹងមានឈ្មោះថាអាចកនិងអាចយពីរនាក់បងប្អូនគេនេះយប់ឡើងអត់ដេកទេគឺនាំគ្នាដើរលេងក្នុងគុកអាចកដែលជាបងហ្នឹងក៏បានទៅលួចសោយអ្នកយាមគុកអាចយដែលជាប្អូនហ្នឹងប្រឹងទប់បងវាឲ្យឡើងទៅចាក់សោគុកហើយពួកគេទាំងពីរក៏បានបាត់គ្នាចូលទៅខាងក្នុងអាចកគេបានយកផ្លែទំពាំងបាយជូរមួយចង្កោមទៅឲ្យស្ត្រីដែលជាអ្នកទោសនឹងញ៉ាំហើយគាត់ក៏បានអរគុណនៅពេលនោះអ្នកយាមគុកភ្ញាក់ឡើងមកក៏បាត់សោរបស់គាត់ចំណែកឯអាចកនិងអាចយនេះកំពុងតែរត់ចេញពីកន្លែងហ្នឹងតែក៏ត្រូវអ្នកយាមគុកចាប់បានទាំងពីរតែម្ដងហើយក៏បានយកពីរនាក់ហ្នឹងមកឲ្យស្ដេចមើលហើយប្រាប់ថាពួកគេទាំងពីរនេះលួចចូលទៅលេងនៅក្នុងគុកស្ដេចលឺហើយក៏ពិតជាខឹងមែនតើក៏បានបញ្ជាឲ្យអង្គរៈរបស់គាត់នឹងនាំអាពីគ្រឿងទៅបោះចោលអង្គរៈក៏បានជិះសេះខ្មៅរបស់គាត់នាំមកចោលចយទៅឡើងឆ្ងាយហើយក៏បានបោះពួកគេទាំងពីរចោលនៅតាមផ្លូវខណៈពួកគេកំពុងដើរពីអ្នកបងប្អូននៅពេលនោះស្រាប់តែមានសត្វប៉ុន្មានក្បាលនេះបានដើរស្កាក់ពីមុខពួកគេទាំងពីរអ្នកបងប្អូននេះពិតជាភ័យខ្លាំងមែនតើហើយសត្វនេះក៏បានរត់មកសម្ដៅពួកគេយ៉ាងលឿនហើយនៅពេលនោះលោកមេតបខ្លាគាត់ក៏បានមើលឃើញបានលត់ចូលពីលើកំពូលភ្នំរត់ទៅយ៉ាងលឿនហើយក៏បានប្រយុទ្ធគ្នាជាមួយនឹងសត្វទាំងអស់នោះរហូតដល់តែពួកវាងាប់អស់